ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំថ្ងៃនេះយើងខ្ញុំនឹងនាំមកជូនព័ត៌មានសុខភាពដែលនិយាយអំពីផ្លែប៉ោមផ្លែប៉ោមជាផ្លែឈើដែលមានប្រជាប្រិយភាពខ្លាំងនៅទូទាំងពិភពលោកប៉ុន្តែវាមានអត្ថប្រយោជន៍និងគុណវិបត្តិមួយចំនួនដូចខាងក្រោមតើបងប្អូនសូមស្វែងយល់ទាំងអស់គ្នាអត្ថប្រយោជន៍នៃផ្លែប៉ោមមានដូចជាចំណុចទី1សម្បូរទៅដោយសារធាតុចិញ្ចឹមផ្លែប៉ោមមានវីតាមីន C ជាតិសរសៃ Fiber សារធាតុប្រឆាំងអុកស៊ីតកម្មជួយឲ្យរាងកាយមានសុខភាពល្អនិងមានថាមពលទី2ល្អសម្រាប់ការរំលាយអាហារផ្លែប៉ោមមានជាតិសរសៃខ្ពស់ជួយបង្កើនការរំលាយអាហារការពារការបំពុលក្នុងពោះថែរក្សាបាក់តេរីល្អក្នុងពោះវៀនចំណុចទី3ល្អសម្រាប់បេះដូងការញ៉ាំផ្លែប៉ោមជាប្រចាំអាចកាត់បន្ថយខ្លាញ់អាក្រក់កាត់បន្ថយហានិភ័យជំងឺបេះដូងទី4ជួយគ្រប់គ្រងទម្ងន់ផ្លែប៉ោមមានកាឡូរីទាបនិងជាតិសរសៃខ្ពស់ធ្វើឲ្យមានអារម្មណ៍ឆ្អែតបានយូរសមស្របសម្រាប់អ្នកចង់បញ្ចុះទម្ងន់ទី5ពង្រឹងប្រព័ន្ធភាពស៊ាំសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែប៉ោមជួយការពាររាងកាយពីជំងឺនិងការឆ្លងមេរោគផ្សេងៗចំណុចទី6នោះគឺជួយគ្រប់គ្រងជាតិស្ករក្នុងឈាមផ្លែប៉ោមមានជាតិសន្ទុះគ្លីសេមិកទាបជួយមិនឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗសមស្របសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប៉ុន្តែយើងគួរញ៉ាំតាមកម្រិតផងដែរចំពោះគុណវិបត្តិនៃផ្លែប៉ោមវិញមានដូចជាទី1អាចបង្កឲ្យរមូលពោះញ៉ាំផ្លែប៉ោមច្រើនពេកអាចបង្កឲ្យហើមពោះមានឧស្ម័ននិងមិនស្រួលក្នុងពោះផងដែរចំណុចទី2នោះគឺមានជាតិស្ករធម្មជាតិទោះជាជាតិស្ករធម្មជាតិក៏គួរប្រុងប្រយ័ត្នពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមចំណុចទី3សំណល់ថ្នាំសម្លាប់សត្វល្អិតផ្លែប៉ោមខ្លះអាចមានសំណល់ថ្នាំគួរលាងទឹកឲ្យស្អាតមុននឹងបរិភោគទី4ប៉ះពាល់ដល់ធ្មេញផ្លែប៉ោមមានសារធាតុអាស៊ីតបន្តិចញ៉ាំញឹកញាប់ពេកអាចប៉ះពាល់ដល់ស្រទាប់ធ្មេញចំណុចទី5នោះគឺអាឡែហ្ស៊ីមនុស្សខ្លះអាចមានអាការៈដូចជារមាស់មាត់ហើមបបូរមាត់ជាដើមគន្លឹះសម្រាប់សុខភាពយើងគួរញ៉ាំផ្លែប៉ោម1ទៅ2ផ្លែក្នុងមួយថ្ងៃត្រូវលាងទឹកឲ្យស្អាតមុននឹងបរិភោគគួរញ៉ាំជាមួយសម្បកដើម្បីទទួលបានជាតិសរសៃច្រើនសរុបមកវិញផ្លែប៉ោមមានអត្ថប្រយោជន៍ជាច្រើនប៉ុន្តែយើងគួរញ៉ាំតាមកម្រិតដើម្បីរក្សាឲ្យមានសុខភាពល្អបើអ្នកចូលចិត្តព័ត៌មានសុខភាពបែបនេះសូមធ្វើការ Like Share និង Subscribe Channel របស់យើងខ្ញុំជួបគ្នានៅវីដេអូបន្ទាប់ទៀតអរគុណ